ពុកខ្ញុំព្រះអង្គនឹងផ្ដាំថាទៅនៅជាមួយគ្រួសារខាងឪពុកក្មេកម្ដាយក្មេកនឹងគឺឲ្យថែអាសាប្រយ័ត្នអញ្ចេះកុំឲ្យនាំភ្លើងក្នុងទៅក្រៅកុំឲ្យនាំភ្លើងពីក្រៅចូលក្នុងមានន័យថាកុំនាំយករឿងអាក្រក់ពីឪពុកម្ដាយនឹងទៅប្រាប់អ្នកដទៃហើយកុំនាំយករឿងចាក់ចុចពីខាងក្រៅយកមកអុជក្នុងផ្ទះឲ្យកើតជាទំនាស់អញ្ចេះតាហើយមួយទៀតកុំឲ្យទៀនដល់បុគ្គលណាដែលឲ្យទៅឲ្យមិនដែលសងសោះខ្ចីទៅបាត់មិនដែលសងក៏កុំឲ្យហើយបើអ្នកណាដែលឲ្យទៅសងអានឹងសឹមឲ្យហើយមួយទៀតឲ្យដល់បុគ្គលណាដែលគួរឲ្យខ្លះមិនគួរឲ្យខ្លះមានន័យថាអ្នកពិការពិរាចាស់ទុំគ្មានអីសងយើងក៏យើងឲ្យទៅអនុគ្រោះដើម្បីកុំឲ្យយើងនឹងជួបរឿងពិបាកហើយមួយទៀតគឺថាដេកឲ្យស្រួលអង្គុយឲ្យស្រួលបរិភោគឲ្យស្រួលមុននឹងដេកខ្លួនឯងមើលម្ដាយឪពុកសិនគាត់បានសម្រានហើយនៅគាត់ស្រួលខ្លួនទេសុខភាពល្អទេមុននឹងបរិភោគឆ្ងាញ់ខ្លួនឯងមើលម៉ែមើលឪសិនតើគាត់បានអីហូបទៅនៅកុំគិតតែឆ្ងាញ់តែខ្លួនឯងទំនុកបំរុងម៉ែឪសិនហើយមួយទៀតអង្គុយតាណាមើលម៉ែឪក៏ឃើញមើលប្តីក៏ឃើញគាត់ខ្វះអីសំណុកបង្រើគាត់ហើយមួយទៀតឲ្យបង្រើភ្នក់ភ្លើងលើផ្ទះគោរពទេវតាលើផ្ទះម៉ែឪនឹងជាទេវតាលើផ្ទះគោរពបូជាម៉ែឪអញ្ចឹងតាដល់តែបកស្រាយចប់ទៅវិសាខាថាខ្ញុំគ្មានពេលដោះស្រាយទៀតទេខ្ញុំបកស្រាយចប់ហើយបានហើយខ្ញុំត្រឡប់ទៅផ្ទះខ្ញុំវិញហើយស្រាប់តែលោកឪពុកនឹងខាត់ហេតាមស្ដាប់មើលទៅល្អយ៉ាងហ្នឹងកូនកុំទៅខ្ញុំមិននៅទេខ្ញុំបកស្រាយចប់ហើយទោះបីជាខ្ញុំគ្មានកំហុសក៏ខ្ញុំមិននៅជាមួយលោកឪពុកនិងក្រុមគ្រួសារនឹងទៀតដែរព្រោះក្រុមគ្រួសារនេះអត់ចេះធ្វើបុណ្យទានទេក្រុមគ្រួសារឪពុកខ្ញុំចេះធ្វើបុណ្យខ្ញុំទៅនៅជាមួយឪខ្ញុំវិញអត់ទេកូនឯងល្អណាស់កូនឯងកុំទៅកូនឯងចង់ធ្វើបុណ្យកូនឯងធ្វើចោះកូនឯងឲ្យទៅនៅនឹងកូនឯងធ្វើចោះមែនទេពុកមែនកូនឯងធ្វើទៅមែនណាកូនឯងចង់ធ្វើទានឯងធ្វើចោះកូនឮតែអញ្ចឹងវិសាខាទៅមុនលោកឲ្យទាំងអស់មកវត្តមករហ្មងឪនេះមិនដែលដាក់ចង្ហាន់លោកមួយអង្គផងហើយនោះទៅមុនម្ដងមកវត្តមកខឹងតែហ្មងអញឲ្យជ្រុលមាត់ជាមួយកូនហើយឥឡូវបើខាត់ក៏មិនកើតពួកអាជីវកនោះគេទប់ស្កាត់ថាដេញកូននឹងចេញទៅនៅតែមិនជឿអញ្ចឹងពួកអាជីវកនោះគេមកបាំងវាំងដនឲ្យសេដ្ឋីកុំឲ្យទៅជួបព្រះសមណគោដមកុំឲ្យទៅជួបភិក្ខុសង្ឃដល់អញ្ចឹងទៅសេដ្ឋីអត់ចេញទៅនឹងអង្គុយក្នុងបន្ទប់គេបាំងវាំងននចិត្តទៀតព្រះអង្គមកសម្ដែងធម៌ទេសនាឲ្យស្ដាប់ប្រជាជនកំពុងតែស្ដាប់ធម៌កើតចិត្តជ្រះថ្លានឹកថាខ្លួនកើតជាមនុស្សនេះរស់រានមានជីវិតដោយសារបុណ្យចាស់បើយើងមិនបានធ្វើបុណ្យទេយើងនឹងស្លាប់ទៅចោលទៅទេដូច្នេះហើយមានតែការកសាងសំបុណ្យបដាទៅថ្ងៃណាមួយស្លាប់មិនទៀងទេទ្រព្យសម្បត្តិមានប៉ុណ្ណាក៏ដោយ50ឆ្នាំ100ឆ្នាំទៀតខ្សែកយើងទៅនៅកគេជៀនយើងទៅនៅដៃគេកវលយើងទៅនៅតិចគេហើយរបស់ដែលយើងស្រឡាញ់រាល់ថ្ងៃនេះគង់តែព្រាត់ទាំងអស់គ្មានយកតាមខ្លួនបានទេបើមិនខំធ្វើបុណ្យខ្លះទេថ្ងៃណាមួយស្លាប់ព្រោះទៅនៅលើដៃអ្នកដទៃទាំងអស់ឪពុកនាងវិសាខាស្ដាប់ធម៌យូរចូលជាចិត្តខិតមកចិត្តវាំងននព្រោះទៅយល់មែនតើបើកវាំងននអើតមុខមកហ្មងខ្ញុំព្រះអង្គស្ដាប់ធម៌យល់ហើយសូមថ្វាយអង្គមព្រះអង្គថ្វាយខ្លួនជាឧបាសកអង្គគេដែរជឿធម៌ព្រះហើយងាកមកហៅវិសាខាអោបផ្លាប់ហៅម៉ែហើយកូនភាសាថាម៉ែថាដោយសារតែកូននេះហើយមកធ្វើឲ្យឪមួយនេះល្ងិតល្ងងខ្លាយទៅជាភ្លឺស្វាងដោយសារកូនហ្នឹងអញ្ចឹងបានហៅវិសាខាថាម៉ែបានវិសាខានឹងคล้ายទៅជាពុទ្ធុបដ្ឋៈក្នុងពុទ្ធសាសនាទំរុកបំរុងបច្ច័យ4នឹងមុនគេហើយនាងបានពរ8ប្រការនាងជាបញ្ញពិតកល្យាណីទ្រព្យសម្បត្តិមិនខ្វះនាងសពថ្ងៃនៅនឹមមានរតីឯណោះញោមណាបើចោះមកវិញទ្រព្យសម្បត្តិគ្មានលេខដាក់ទេហើយទៅនៅនោះអត់ទាន់បានមួយខែទេបើសិនជាញោមខំធ្វើបន់ស្លាប់ទៅកើតនៅនោះជួបវិសាខានៅចាំយើងនៅនឹងទៅជំរាបសួរវិសាខាណោះលោកនៅស្រុកខ្មែរនិយាយដើមលោកយាយឯងរាល់ថ្ងៃថាលោកណាថាលោកវត្តបទុមហើយលោកយាយឯងស្ដាប់ធម៌ពីព្រះអង្គសម្ដែងថាមិនខ្លះសម្ដែងខ្ញុំស្ដាប់ផងទៅចំណេះសំណាលគ្នានៅក្នុងវិសាខានេះជាបញ្ញពិតកល្យាណីអាយុ120ហើយនៅស្អាតដូចចៅកមុំអញ្ចឹងញោមណាអត់ងាយច្រឡំអត់ងាយចាស់ទេច្រឡំចៅកមុំហើយនាងទំនុកបំរុងបច្ច័យ4មុនគេជាប្រវត្តិនាំមកយើងធ្វើបច្ច័យ4នឹងហេតុអីបានធ្វើបច្ច័យ4យើងកើតមកហូបបាយម៉ែស្លៀកពាក់ខោអាវម៉ែមិនហ្នឹងយើងជាពាក់គាត់បានយើងធ្វើបច្ច័យ4សងឪពុកម្ដាយណាញោមណាសងគ្រឿងបច្ច័យ4ឪពុកម្ដាយអេវ៉ាំងចតបបច្ចយៈទេយកាំងសុខោវន្តតិតាសមាសយាមពេប្រវត្តិទេតាពាំងអានិសង្ឃនេះឲ្យបច្ច័យ4នេះរមែងកើតឡើងពីពេលនេះទៅមុខបានរបស់4នឹងគ្រប់មុខកើតជាតិណាមកក៏បានរបស់ទាំង4ក្នុងបច្ចុប្បន្នរទទួលទានមានបានរបស់4មុខគឺរបស់ស្លៀកពាក់
គ្រប់ម៉ូតគ្រប់ម៉ាក់គ្រប់ឆាកគ្រប់ឈុតមានផ្ទះសម្បែងមានដីធ្លីមានបាយហូបសុខភាពល្អមិនមានរោគមិនមានជំងឺនេះជាអានិសង្សបច្ច័យ4អញ្ចឹងកូនណាធ្វើបន់បច្ច័យ4ជូនម៉ែឪកូននឹងសបោគ្រឿងបច្ច័យ4ព្រោះយើងដាំពូជទុកណាញោមណាឥឡូវនិយាយពីរបស់4មិញហ្នឹងយើងសងមិនអស់ញោមគិតមើលសងអស់ដែរអត់ស្លៀកពាក់ស្បង់ជិតអ្នកស្លៀកពាក់ខោអាវម៉ែតាំងពីកើតមកអស់ប្រមាណកាផ្លេម្នាក់អត់ដឹងហើយហូបបាយម៉ែអស់ប្រមាណចានម្នាក់អត់ដឹងហើយចុះដេកកន្ទិលខ្នើយភួយមុងម៉ែអស់ប្រមាណកាផ្លេម្នាក់អត់ដឹងលេបថ្នាំម៉ែអស់ប្រមាណក្របតកកប្រមាណកែវការ៉េមប្រមាណដុំអត់ដឹងហើយបើជាពាក់លុយគេ10000សង10000រួចជាពាក់20000សង20000រួចចុះបើជាពាក់អត់ដឹងសងប្រមាណសងអត់ដឹងអញ្ចឹងជាពាក់បច្ច័យ4ម៉ែអា4ហ្នឹងបច្ច័យ4ហ្នឹងគ្រឿងជ័យវរៈគ្រឿងស្លៀកពាក់គ្រឿងបិណ្ឌបាតចង្ហាន់នេះគ្រឿងសេនាសនៈកន្ទេលខ្នើយនេះហើយគ្រឿងថ្នាំគ្លៀនឯភេទជ្ជៈយើងជាពាក់ម៉ែឪដល់ថ្នាក់សងមិនរួចព្រោះយើងអត់ដឹងបានជាកម្មវិធីបុណ្យត្រូវធ្វើបច្ច័យ4សងគុណគាត់ហើយបើគាត់នៅរស់បច្ច័យ4ហើយបើគាត់ស្លាប់ទៅតេខេណានុបទាននៅទិសទៅឯថា4នឹងចុះសងមិនរួចបានជាគេគិតងូតទឹកមួយមុខចុះតាំងពីកើតមកទល់ប៉ុណ្ណេះម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ញោមហើយដោះកន្លែងណាខ្លះហើយដោះឲ្យប្រមាណដងថាតាណាក៏ដោះដែរគេស្គាល់អស់ហើយលីងហើយប៉ុន្តែដោះប្រមាណដងមិនដឹងទេងូតប្រមាណដងមិនដឹងទេឧបមាថាគាត់ងូតដោះក្អែលឲ្យយើង2000ដងយើងដោះក្អែលឲ្យគាត់បាន3000ដងវិញហើយនៅស្មើគ្នាហើយនៅតលតយូអញ្ចឹងហើយបានជាបុណ្យបច្ច័យ4គេច្រើនធ្វើចម្រើនបច្ចុប្បន្នជូនម៉ែឪមួយទៀតដែលគេហៅថាស្រោចទឹកម៉ែឪពីព្រោះអីគាត់ងូតទឹកឲ្យយើងរាប់មិនឈ្នះឥឡូវយើងងូតទឹកឲ្យគាត់ជាបកាសនៈកតញ្ញូអ្នកកតញ្ញូហ្នឹងវាមាន3និច្ចកតញ្ញូចិញ្ចឹមម៉ែឪជានិច្ចរាល់ថ្ងៃបាយទឹកព្រឹកល្ងាចហើយកាលកតញ្ញូមកម្ដងម្កាលឯបកាសនៈកតញ្ញូដាក់មេក្រូប្រកាសធ្វើបុណ្យដូចថ្ងៃហ្នឹងអញ្ចឹងគេហៅសងគុណគេថាបើគ្រាន់តែជូនបាយទឹកនំចំណីត្រីសាច់សពុតសើអាវស្បៃបច្ច័យលុយកាក់ហ្នឹងគេហៅត្រឹមតែតបគុណនេះមិនតាន់សងចុះបើសងធ្វើម៉េចញ៉ាំងម្ដាយឪពុកឲ្យមានសទ្ធាសីលៈចក្ខៈបញ្ញាហើយញ៉ាំងរបៀបម៉េចនិមន្តប្រសង់មកសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌អាធ្វើឲ្យគាត់មានសទ្ធានិងមានបញ្ញាហើយញ៉ាំងគាត់ឲ្យមានសិលនិមន្តប្រសង់មកឲ្យគាត់សមាទានសិលឬក៏ថ្ងៃសិលដឹកគាត់ទៅវត្តនឹងញ៉ាំងគាត់ឲ្យមានសិលហើយញ៉ាំងគាត់ឲ្យមានចក្ខៈគឺត្រង់ទិញរបស់បច្ច័យ4ជូនទៅគាត់បានរបស់នឹងយកទៅធ្វើបុណ្យអានឹងញ៉ាំងគាត់ឲ្យមានចក្ខៈចឹងកូនចៅណាធ្វើអញ្ចឹងបានគេហៅសងគុណពីព្រោះឲ្យគាត់បានហូបរាល់ជាតិបើជូនបាយទឹកនំចំណីត្រឹមតែតបគុណបានហូបតែប្រហែលថ្ងៃហ្នឹងប៉ុន្តែបើដឹកនាំគាត់ឲ្យមានសទ្ធាមានសិលមានចក្ខៈមានបញ្ញាធ្វើឲ្យគាត់បានហូបរាល់ជាតិបានគេហៅសងគុណនឹងណាញោមណាហើយដល់តែពេលយើងស្រោចទឹកជូនគាត់ជូនសពុតខោអាវសុំខមាទោសគាត់កុំឲ្យជាប់កម្មពៀដែលយើងសម្លក់សម្លឹងគាត់ធ្វើមុខកញ្ញើដាក់គាត់ប្រើគាត់ឲ្យមើលកូនមើលចៅអីនោះយើងមិនទាន់សុំខមាទោសគាត់គ្រាន់តែខ្លួនយើងម្នាក់នឹងមិនរាប់មិនអស់ផងចុះតម្រាំថែមចៅទៀតមិនកាន់អវ័នកចឹងហើយបានគេឲ្យសុំខមាទោសគាត់អត់ទោសឲ្យយើងរួចកម្មពៀហើយគាត់ជូនពរឲ្យយើងរស់ស៊ីមានបានសុខសាន្តសប្បាយទៅមុខទៀតហើយដល់ពេលចឹងទៅអាតនឹងគេហៅតែជីវិតមហកិច្ចជីវិតមហកម្មគឺចម្រើនបច្ចុប្បន្នជូនគាត់ដោយបែបជីវិតមហកម្មជប់លៀងជីវិតគាត់ឲ្យគាត់នឹងដូចកើតម្ដងទៀតអញ្ចឹងណាញោមណាឯចំណុចទី2និមន្តប្រសង់ចម្រើនព្រះបរិត្តឲ្យគាត់បានស្ដាប់ហើយឲ្យគាត់ទទួលសិលត្រៃសរណគមអានឹងគេហៅថាអាយុវឌ្ឍនកម្មអាយុវឌ្ឍនកម្មចម្រើនបច្ចុប្បន្នគាត់តាមបែបចម្រើនព្រះបរិត្តអមនុស្សខ្មោចព្រាយណាចង់យកកម្មយកពៀជាមួយគាត់គេដូរចិត្តអស់ពីព្រោះគាត់ខ្លាយជាកូនចៅព្រះហើយដោយអាយុវឌ្ឍនកុមារអាយុត្រូវតែ7ថ្ងៃទៀតស្លាប់សោះបានចម្រើនព្រះបរិត្តអាយុឡើងដល់120ដោយសារខ្មោចព្រាយអមនុស្សយៈកាកណីជាសេនារបស់ស្ដេចវេស្សវណ្ណលែងហ៊ានយកទៅទុកមនុស្សនឹងឲ្យរស់តទៀតរឿងកាលយៈកណីឯនោះវិញកម្មពៀត្រូវយកកូនគេយកកូនខ្លួនឯងវិញស្រាប់តែយកកូនមកថ្វាយព្រះអមនុស្សវាលែងហ៊ានយកកូននឹងវាទុកឲ្យកូននឹងរស់តទៀតដោយសារគេថ្វាយព្រះទៅហើយលែងហ៊ានទៅដើមអញ្ចឹងយើងយកម៉ែឪយើងថ្វាយព្រះដែរឲ្យគាត់កាន់សិល5សិល8អានឹងថ្វាយព្រះហើយញោមអញ្ចឹងទៅខ្លាចជាកូនចៅព្រះខ្មោចព្រាយអមនុស្សណាមួយលែងហ៊ានបៀតបៀនគាត់ហើយមួយទៀតចម្រើនបច្ចុប្បន្នតាមបែបគេហៅថាអនុប្រទានកិច្ចអនុប្រទានកម្មគឺដាក់បាតលោកប្រគិនចង្ហាន់យាយតាឲ្យគេហូបឲ្យជីវិតគេរស់បានអានិសង្សមកយើងរស់ដែរអញ្ចឹងដូចឃើញគេលងទឹកយើងជួយស្រង់ឃើញគេខ្យល់កយើងជួយព្យាបាលឃើញគេអត់បាយយើងជួយគេរស់ទៅឃើញសត្វជាប់ចំណងយើងដោះលែងទៅដល់ថ្ងៃក្រោយយើងមានភ័យមានអាសន្នចេះតែមានគេមកជួយយើងឲ្យយើងរស់តទៀត
ព្រោះតែអញ្ចឹងតាបានជាយើងអាយុវែងទល់ថ្ងៃហ្នឹងអញ្ចឹងណាញោមណាចឹងឲ្យសូមឲ្យញោមស្រីដែលគេចម្រើនបជនឲ្យហ្នឹងឲ្យបានអាយុវែងណាញោមប្រុសញោមស្រីកូនចៅដែលធ្វើចម្រើនបជនជូនសូមឲ្យបានអាយុវែងសុខភាពល្អជាម្លប់កូនចៅរីឯមានតាបៃតាដែលស្លាប់ទៅសូមទទួលអត្ថមនុញ្ញផលកុសលផលបុណ្យសោយសម្បត្តិទឹកតាមប្រាថ្នារីឯកូនចៅទាំងអស់ចាត់ទុកជាកូនកតញ្ញូទេវតាតាមថែអាសាការពាររកទទួលទានចេះតែមានចេះតែបានកើតកាលវាគុំតិចតិជុំទៅទីណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរដោយពុទ្ធសម្ដែងទៅយោមាតារាំងពេតារាំងវាមិនចោលថាមានអបោសតិទេវាពេណੰតិកច្ឆន្តិមេតាបេតិបរាំងតារាំងអានិសង្ឃអ្នកកូនមានធម៌កតញ្ញូប៉ុណ្ណេះទៅទីកន្លែងណាស្រុកណាប្រទេសណាទេវតានៅកន្លែងនោះតាមថែរក្សាការពារកូននឹងអាយុវែងអាយុថ្លៃរកទទួលទានមានបានកើតការវាគុំតិចតិជុំសម្បត្តិស្ដុកស្ដុំបើមានកូនសិតតកូនល្អប្រកបដោយកលងធម៌មានចៅភាសាកូនភាសាក៏សិតតែមនុស្សល្អណាញោមណាហើយសុខភាពក៏ល្អអាយុក៏វែងគេហៅកូនមិនជាយត់ព្រោះកូនកាន់ធម៌6យ៉ាងទី1កូនស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនចាំម៉ែឪដោយគោរពទី